two one Aquarius oh my god ជំរាបសួរនិងសួស្តីដល់អ្នកទាំងអស់គ្នាវិលមកកាន់ការលេងថារូហ្គេមខាសាជាថ្មីហើយថ្ងៃនេះផងដែរគឺ Micro មានប្រធានបទមួយដែលតាក់ទងពីសារអូខេចាសារហ្នឹងគឺសារតាក់ទងពីសំណាងរបស់អ្នកទាំងអស់គ្នាថាតើពេលដែលអ្នកទាំងអស់គ្នាបានឆ្លងឆ្នាំថ្មីហើយផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះថាតើនឹងមានសំណាងអ្វីខ្លះដែលនឹងចូលមកអ្នកទាំងរកអ្នកទាំងអស់គ្នាចឹងអូខេចារៀងស្អកកបន្តិចហើយព្រោះម៉ែថតម្ដងទាំងពីរចឹងគេជាប់គ្នាអូខេ so ហ្នឹងហើយថាតើអ្នកទាំងអស់គ្នានឹងមានសំណាងអ្វីខ្លះនឹងចូលមកម៉ែសុំស្លឹកបៀ4ចេញមកសិនអូខេមិនថាសំណាងតូចសំណាងធំឲ្យតែជាសំណាងសម្រាប់អ្នកទាំងអស់គ្នាអូខេឬមួយក៏ជារឿងល្អក៏បានឲ្យតែមានអាហ្នឹងបាច់និយាយអូខេចឹងមកក៏សុំតាន់អូខេតោះចឹងចាប់ផ្ដើមហ្មងថាតើនឹងមានសំណាងអ្វីខ្លះចំពោះអ្នកទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មីនេះអូខេអីក៏ចង់ចេញមកមកតើតាមមានសំណាងអាយ៉ាចាអូខេចាច្រើនស្លឹកមែនទេអូ the page of coin វាចាបិទគូតចាso នឹងហើយតោះយើងស្លឹកបៀណាខ្លះមុនដំបូងណា and the next ហើយនឹង the knight of cup the king of cup the moon and ស្លឹកបៀបិទគូតចាអូwhat Seven of One អូខេចាស្លឹកបៀបកូនបើចា so នៅក្នុងស្លឹកបៀបែកក្បាលមុនដំបូងនៃសំណាងរបស់អ្នកទាំងអស់គ្នាចង់ចេញមិនតើណាឲ្យបងធំចេញមុនសិនអូខេ so ស្លឹកបៀមួយនេះមកឃើញថាពិតជាល្អមែនតើសំណាងអ្នកទាំងអស់គ្នាគេហៅថាការហិចផលឲ្យអ្នកទាំងអស់គ្នាហើយពេលនេះគេហៅថាដល់ពេលវេលាមួយដែលអ្វីដែលកូនបានសាងអ្វីដែលកូនគេថាសាងនៅអំពើល្អទាំងអំបាមានពេលនេះកូននឹងទទួលបានលាភមួយឬមួយក៏សំណាងមួយដែលថាអ្នកដតីក៏គេចង់បានដែរអូខេបើសិនជាកូននៅក្នុងគ្រួសារអញ្ចឹងគ្រួសារកូនមួយណាក៏ចង់បាននៅសំណាងមួយនឹងដែរហើយកូនជាអ្នកដែលមានអតិភិបខ្ពស់ដែលទទួលបានសំណាងនឹងច្រើនជាងគេហ្មងព្រោះឃើញថាផលបន់ដែលកូនបានសាងមកពេលនេះគឺវាហិចឲ្យកូនហើយគឺវាថេឲ្យកូនហ្មងដាក់ជើងពៀនឲ្យកូនយកហ្មងចាមិនមែននិយាយអួតនិយាយបលើសទេគឺមែនគ្រូកូនឃើញទេthe six of one here គឺថាជាស្លឹកបៀមួយដែលមានចិត្តសប្បុរសអញ្ចឹងក៏វាតំណាងឲ្យអំពើល្អដែលកូនបានធ្វើនឹងហើយវាក៏ជាធាតុភ្លើងស្លឹកបៀដែលធាតុភ្លើងហើយល្អទៀតគឺវាមានន័យថាការហិចគេថាពឬមួយក៏បំណងប្រាថ្នារបស់កូនឬមួយក៏អំពើល្អដែលកូនបានគិតដល់គេថាចង់ធ្វើបន់នេះចង់ធ្វើបន់នោះពេលនេះគឺវាហិចឲ្យកូនហើយអូខេនឹងស្លាប់គេថាដឹកបៀសំណាងទី1សម្រាប់អ្នកទាំងអស់គ្នាអ្នកណាខ្លះដែលគេថាចាប់អារម្មណ៍ស្លឹកបៀនេះតាំងពីមុនដំបូងអាហ្នឹងហើយ energy ឬមួយក៏អ្នកថែរក្សាដែលចង់ប្រាប់កូនថាស្លឹកបៀមួយហ្នឹងគឺសម្រាប់កូនប៉ុន្តែអ្នកដែលគាត់មើលធម្មតាអត់មានបានចាប់អារម្មណ៍គាត់អត់ទាញចំស្លឹកណាអាហ្នឹងមែនទេអូខេso ឡើយយើងចូលមកស្លឹកបៀទី2ដែលចង់លោតផ្លាក់ចេញមកអូខេថាតើជាស្លឹកបៀអីគេដែរ the judgment អូខេចាជាស្លឹកបៀដែលថាចំពោះអ្នកមួយចំនួន
គាត់នឹងទទួលបាននៅរង្វាន់មិនដឹងថារង្វាន់អ្វីមួយដែលថាវាអាចថាជាការបញ្ចប់ project មួយឬមួយក៏ការងាររបស់កូនឬមួយក៏ការរកស៊ីដែលវាអាចថាដល់ពេលមួយដែលកូនទទួលបាននៅកាដូមួយពិសេសមែនតើអូខេកាដូអានេះនិយាយពីសំណាងប៉ុន្តែនេះគឺជាកាដូតែហ្មងគឺថាអ្នកដែលចាប់បាននៅសន្លឹកមួយនេះគឺថាអូខេមានលេខ20តែ20គុតចឹងកូនគួរយល់លេខ2ថាពេលនេះគឺថាអូខេកាប់ក្តៅបបរអ្នកមួយចំនួនដែលលេងលេខឆ្នោតអីអាចថានឹងត្រូវចឹងអូខេសំណាងកូនបានមកដល់ត្រូវលេខធំអីចឹងប៉ុន្តែកុំជឿជាក់ពេកណាលបាយស៊ីសងចាមកចង់ផ្ដាំចឹងប៉ុន្តែបើសិនជាការខិតខំប្រឹងប្រែងរបស់កូនកិច្ចអត់ផត់ទេមិនបាច់ខំកិច្ចទេកូនចាកូននឹងទទួលអូខេចឹងចូលដល់ស្លឹកវាទី3សំណាងរបស់កូនមួយទៀតអូខេម៉ែឃើញស្លឹកបៀនេះមិញហើយលេខលើកាមេរ៉ាគឺថាលេខ55ចា53ខ្ទង់ so អូខេ7 up cap ចាម៉ែឃើញថាអ្នកមួយចំនួនម៉ែមិនដឹងថាអ្នកណាទេប៉ុន្តែថាកូននឹងមានជំរើសគេហៅថាសំណាងរបស់កូននឹងមានជំរើសអាចជំរើសជាការងារអាចជំរើសជាគូសកលអាចជំរើសជាលៀបសំណាងរបស់កូនអូខេកូនជាអ្នកសម្រេចយកហ្មងពេលដែលថាគេហៅថាដាក់ជើងពៀនឲ្យកូនហ្មងអូខេកូនដូចឃើញចឹងកូនកំពុងតែមើលកូនកំពុងតែស្ទាបស្ទង់ថាមួយណាកូនគួរយកស្នេហាផ្ទះភាពជោគជ័យស្អីគេអានេះមិនដឹងទេហើយមាសពេជ្រកែកងអីវ៉ាន់អីចឹងតែប្រយ័ត្នផងដែរប្រយ័ត្នយកអាចថាពូអីអញ្ចឹងណាអូខេឬមួយក៏កូនផ្ដល់ពេងនឹងទៅដល់គេថាមិត្តភ័ក្តិរបស់កូនអីប្រុងប្រយ័ត្នតិចព្រោះកូនពិតមែនតែកូនមានសំណាងខ្ពស់ក្នុងការជ្រើសរើសប៉ុន្តែជ្រើសរើសឲ្យល្អណាព្រោះឃើញថាមានទាំងនាគមានទាំងពស់នៅអមកូនអូខេអញ្ចឹងអូខេអញ្ចឹងប្រយ័ត្នតិចសំណាងរបស់កូនអាចដឹងរសាបងដូចគ្នាចាគាត់គុំឃើញថាសំណាងអូធ្វើអីក៏ល្អអត់ទេណាអូខេចាអញ្ចឹងនៅក្នុងស្លឹកបៀបន្ទាប់នេះស្លឹកបៀទី4អូខេចាគឺថាសំណាងមួយនេះគឺថាសំណាងធំមែនតើអ្នកដែលថាមិនធ្លាប់មានមុនស្នេហ៍អាចប្រែជាមានស្រីតោងមានប្រុសតោងច្រើនអូខេដណៃអោបខាប់ពីមុនកូនដូចជាមិនទាន់ផ្លាស់ប្ដូររូបរាងកាយស្អាតឬមួយក៏សង្ហាយណាដល់ពេលកូនផ្លាស់រូបរាងកាយកាត់សក់ស្អាតម៉ូតសក់កប់សេរីអញ្ចឹងហើយចេះស្លៀកពាក់អាវតាមបែបបត់ទាន់សម័យឬមួយក៏ជាការតា style របស់ខ្លួនរបស់កូនអញ្ចឹងឯងគេមើលមកគេហៅដូចតាអូហបែបនេះស្អាតណាស់អូម្នាក់ស្រីនេះដូចសង្ហាច្រឡំចាគឺថាមានការច្រឡំជាខ្លាំងចាប្រុសទៅជាស្អាតស្រីទៅជាសង្ហាចាសូមអរគុណអូខេអញ្ចឹងស្លឹកនេះគឺម៉ែចង់ប្រាប់ថាជាការផ្លាស់ប្ដូរនៃឆោពន់របស់កូនឬមួយក៏គេហៅថាគេតែសោភ័ណភាពនៃរូបរាងកាយរបស់កូនថ្មីហ្មងទោះកូនពីមុនមិនមានមុនស្នេហ៍ដោយសារតែកូនមិនចេះលេងកាយខ្លួនអញ្ចឹងមិនលេងទៅក្នុងផ្លូវមួយដែលជ្រុលទេគ្រាន់តែថាយើងស្លៀកពាក់មួយបែបសមរម្យអូខេអញ្ចឹងទៅគេមើលមកអូ my god លេបទឹកមាត់ក្អិតចាអញ្ចឹងអាចថានឹងមានការគេថាអ្នកដែលអូខេបើសិនជាសំណាងនឹងវាល្អខ្លាំងចំពោះកូនកូនលួចក្រាស់ពីណាក៏កូនបានពីនឹងដែរអូខេចាអូខេចាអញ្ចឹងចូលដល់ស្លឹកបៀបន្ទាប់ស្លឹកបៀទី5អូខេ the moon ចាចឹងនៅក្នុងស្លឹកបៀមួយនេះដែលតំណាងឲ្យសំណាងគឺឃើញថា the moon វាអាចនឹងមាននៅគេហៅថាភាពដែលត្រជាក់ត្រជុំឬមួយក៏អ្នកមួយចំនួនដែលគាត់មិនគេថាមិនដែលទទួលបាននៅអារម្មណ៍មួយដែលកក់ក្ដៅពីគ្រួសារឬមួយក៏ពីមនុស្សដែលខ្លួនស្រឡាញ់ឬមួយក៏ពីនរណាម្នាក់ដែលនៅជុំវិញខ្លួនកូនពេលនេះជាពេលមួយដែលនឹងផ្ដល់ឲ្យកូននៅរឿងមួយនឹងអូខេព្រោះកូនដល់ពេលវេលាដែលទទួលបាននៅអារម្មណ៍មួយដែលថាភាពកក់ក្ដៅពីអ្នកដទៃអូខេមិនមែនកូនតែទៀមទាប៉ុន្តែ
កូននឹងទទួលបានហ្មង the moon ប៉ុន្តែបើសិនជាស្លឹកបៀនេះធម្មតាគេហៅថាការបំភាន់ការបង្អីតែបើនៅក្នុងសំណាងវាមិនមែនជាការបំភាន់ទេអូខេចាអញ្ចឹងវាជាភាពមួយដែលត្រជាក់ត្រជុំសម្រាប់អ្នកទាំងអស់គ្នាអូខេនឹងសារមួយ the moon ហ្នឹងអូខេអ្នកណាដែលបានចាប់អារម្មណ៍នៅស្លឹកបៀមួយហ្នឹងគេហៅថាសំណាងរបស់កូនតកតងពីភាពត្រជាក់ត្រជុំភាពកក់ក្ដៅនៅក្នុងអារម្មណ៍របស់កូនច្រើនជាពិសេសអ្នកដែល introvert ចាកូនក៏យល់ហើយអូខេ so ស្លឹកបៀកូនបើពេលនេះចេញមកហើយគឺថាមានស្លឹកបៀ the what អីគេ seven of one ម៉ែមើលសិនអត់អីទេមានធាតុទាំង4ណាអីដីទឹកភ្លើងអូខេអត់មានខ្យល់ទេល្អមែនតើចាអញ្ចឹងអូខេនៅក្នុងស្លឹកបៀនេះចំពោះអ្នកជាពិសេសអ្នក leader ឬមួយក៏មេ team អីវ៉ាន់ឬមួយក៏អ្នកដែលរកស៊ីចិញ្ចឹមខ្លួនឯងអីវ៉ាន់ឃើញថាពេលនេះជាពេលមួយដែលសំណាងសម្រាប់ខ្លួនកូនហើយកូនមានអាវុធនៅក្នុងដៃមានន័យថាពីមុនឡើយកូនចាប់ផ្ដើមនៅការរកស៊ីហ្នឹងម៉ែឧទាហរណ៍ទៅលើរឿងរកស៊ីណាពីមុនឡើយកូនអត់មានគេថាអត់មានខ្នងបង្អែកអីអញ្ចឹងក៏ថាបានឬមួយក៏អត់មានអ្វីមួយដែលជារបស់កូនពិតប្រាកដនៅក្នុងការរកស៊ីហ្នឹងណាស្រាប់អីកូនមានចាប់ផ្ដើមមាន brand ខ្លួនឯងកូនក៏យើងមានន័យថាយើងរកស៊ីកាន់តែធំឱកាសនៃសត្រូវក៏មានឱកាសនៃការចាក់ពីក្រោយក៏មានអញ្ចឹងកូនក៏ធៀមដូចគ្នាមានន័យថាកូនរៀបចំខ្លួនឯងហើយក្នុងការប្រយុទ្ធអូខេអញ្ចឹងពេលនេះជាពេលមួយដែលថាកូនអាចនឹងទទួលបាននៅគេហៅថាអាវុធនៅក្នុងដៃដ៏ស្រួចក្នុងការទប់ទល់ជាមួយអ្នកដែលធំអីអញ្ចឹងណាគ្រាន់តែគេឃើញម៉ាក់ brand កូនគេដូចជាមានអារម្មណ៍មួយដែលថាទឹះចិត្តចង់ចាត់ការកូនចោលអញ្ចឹងអូខេអញ្ចឹងពេលនេះចំពេលដែលកូនកំពុងតែគេថាកូននឹងទទួលបាននៅអាវុធមួយដែលស្រួចសម្រាប់ការពារខ្លួនឯងសម្រាប់ការពារគ្រួសារខ្លួនឯងសម្រាប់ការពារមុខរបរខ្លួនឯងគឺអូខេកូនអាចនឹងយកឈ្នះគេពេញទំហឹងកូនអត់ខ្លាចកូនអត់ចាវទេអូខេគឺថាស្លឹកបៀនេះឈរយ៉ាងគោលចំហហ្មងចាអូខេឃើញថាចង់ស្រក់ទឹកមាត់ដែរអូខេគឺថាកាត់រឿងសេះកុំដៅទីម៉ាញកូនអូខេថាអូខេចឹងមានន័យថាគឺកូនធៀមខ្លួនយ៉ាងច្បាស់លាស់ហ្មងអូខេគឺថាគេទោះគេលេងផ្លូវអីក៏កូនអាចទប់ជាមួយគេបានអូខេម៉ែចង់ប្រាប់ចឹងហើយនេះគឺជាសំណាងនៃ2 4 7របស់អ្នកទាំងអស់គ្នាតើនរណាខ្លះដែលចាប់បានសំណាងដែលថាអារម្មណ៍វាទាញណាទាញមុនពេលដែលម៉ែនិយាយមិនមែនទាញពេលដែលម៉ែនិយាយហើយបានកូនចាប់អារម្មណ៍ទេអូខេទាញមុនពេលដែលម៉ែនិយាយស្លឹកបៀនហ្នឹងគឺតំណាងចង់ប្រាប់កូនថាកូននឹងទទួលបានស្លឹកបៀមួយហ្នឹងអូខេ so ម៉ែឃើញថាមានទាំងសំណាងនៅផលបន់កុសលឬមួយក៏ទង្វើដែលកូនបានធ្វើកូនសាងល្អកូននឹងទទួលល្អអូខេហើយមួយទៀតគឺរឿងស្នេហាឃើញថាកូននឹងអាចទទួលបានភាពជោគជ័យដូចគ្នាជាពិសេសស្លឹកបៀ the king of cup នេះខ្ពស់មែនតើតែគ្រាន់ថាម្នាក់នេះរៀងមានអំណាចជាងម្នាក់នេះតតែ trend គេថាបំលែងកាយខ្លួនឯងខ្លាចជាមនុស្សម្នាក់ដែលថ្មីហើយស្អាតទៀតអាហ្នឹងគេហៅថាក្រាស់កូនចូលមកដល់ឯងមិនបាច់ចាំកូនទៅហាយបាច់ចាំកូនទៅបក់ប្រើកន្សែងបក់កន្សែងបោយអីទេចាឬមួយក៏ដាក់ស្នេហ៍អីទេចាគឺមកឯងហ្មងអូខេតែអ្នកនេះវិញគឺថាហិចដាក់ជើងពៀនឲ្យហ្មងចាអូខេហ្នឹងអូខេចា so ហ្នឹងហើយម៉ែមានតែប៉ុណ្្នឹងទេចំពោះអ្នកអរគ្នាចំពោះសារវាមិនមានរឿងអីច្រើនទៀតទេគ្រាន់តែសារវាចេញមកអស់ហើយទាំងរឿងការងារការរកស៊ីស្នេហាអីវ៉ាន់ហើយគ្រាន់តែជាអ្នកទាំងអស់គ្នាអាចជ្រើសរើសឬមួយក៏ចាប់បាននៅស្លឹកមួយហ្នឹងឬមួយក៏ទទួល energy ពីស្លឹកមួយណាស្លឹកមួយហ្នឹងជារបស់អ្នកទាំងអស់គ្នាហើយ so ម៉ែមានតែប៉ុណ្្នឹងទេចំពោះអ្នកទាំងអស់គ្នាអរគុណច្រើនតែម៉ែក៏សូមមើលថាតើនឹងមានសាញអ្វីខ្លះដែលនឹងចូលsorry តើនឹងមានសាញអ្វីខ្លះ
ពីអ្នកទាំងអស់គ្នាដែលថាអាចគេហៅថាសាញដែលអាចនឹងមានអតិភិបខ្ពស់ក្នុងការទទួលបានសំណាងទាំងអស់ហ្នឹងអូខេតើមានសាញអ្វីម៉ែសុំតែ3សន្លឹកទេ3សន្លឹកគត់ចាថាតើសាញសូរិយខ្សែមួយណាដែលទទួលបានសំណាងទាំងនឹងច្រើនជាងគេគេហៅថាមានសិទ្ធិអតិភិបខ្ពស់ក្នុងការទទួលបានសំណាងទាំងអស់ហ្នឹងឬមួយក៏សំណាងមួយនៅក្នុងចំណោមមួយហ្នឹងដែរចាតើសំណាងមួយណាខ្ញុំសូមបៀជួយបង្ហាញយ៉ាស់ចេញហើយតើជ្រុះអត់យកទេចាអញ្ចឹងតើសាញមួយណាអូមានការរែងតែមួយម៉ែនឹងយកកាបៀមួយទៀតអញ្ចឹងទាំងអស់គឺ4អូខេចាថាតើសាញមួយណាដែលនឹងទទួលបានសំណាងច្រើនជាងគេចាអាយ៉ាអត់មានទេចាគឺថាសឹងតែ0អញ្ចឹងអូខេ3សិនកុំតាន់អាចច្រើនពូម៉ែកមើលដែរអីលេខពីក្រោយចឹងហ្មងអីអូខេហាមិនចឹងមើលអូខេគឺថា all អូមានអីតាអូខេគឺថាវត្តយកហ្មងចាគឺថាអត់ចេញដើម្បីកុំឲ្យអ្នកទាំងអស់គ្នាមួយចំនួនចំណែនទៀតថាគឺវត្តយកហ្មងអូខេអញ្ចឹងតើបៀខាងក្រោយនេះគឺជាបៀស្លឹកបៀសាញមួយណាដែរឬមួយក៏មិនមែនសូមបៀជួយបង្ហាញចេញមកហើយអត់មានទេចេញហើយអូខេអត់អាយ៉ាអសអីហ្នឹងអ្នកអរគ្នាទាញមើលថាជាអីគេនេះឃើញក្បាលមកនេះអូខេចា3 2 1 Aquarius oh my god ចាអញ្ចឹងយើងឃើញពៀនហើយមិនបាច់យកទៀតទេគឺថាគ្រប់ហើយស្លឹក4ហ្នឹងចាឲ្យមក Aquarius គឺមកយ៉ាងស្ងាត់តែហ្មងចាអូខេហើយអ្នកដែលកុំតាន់អាគេហៅថាកុំតាន់អាភ័យអ្នកដែលនៅមានសាញបន្ទាប់ទៀតគឺថាមានដូចជា they tend to get things moving and starting up អូខេចាគឺថាមានអត្ថន័យជ្រៅគឺមានន័យថាអ្នកទាំងអស់គ្នានឹងគេតើនឹងមានឱកាសខ្ពស់ដូចគ្នាអូខេវាមិនមែនថាដូចជា Aquarius here ទេគ្រាន់តែថាយើងអាចនឹងទទួលបាន30ទៅ40អញ្ចឹងប៉ុន្តែ Aquarius បានទៅ60អីវ៉ាណោះអូខេ50ឬ60ហ្មងអូខេចាអញ្ចឹងមានដូចជា Aries Cancer Libra and Capricorn អូខេចាអញ្ចឹងសាញទាំង5នេះសាញទាំង4នេះនឹងអាចទទួលបានឱកាសសំណាងពី30ទៅ40អូខេហើយចំពោះអ្នកដែលទទួលបានសំណាងដែលខ្លាំងជាងគេហ្មងអាចថាឆ្នាំថ្មីនេះគឺ Aquarius ចា energy ចេញមកគឺធ្ងន់ហ្មងអញ្ចឹងកូនក៏អានមើលទៅវាមានចម្លើយឲ្យកូនហើយម៉ែក៏ចង់មើលស្លឹកវាមើលដែរព្រោះស្លឹកវាមហូរនេះម៉ែអត់ដែរប្រើទេចាគាត់តែតែមិនប្រើទេ turn piece of your own life story into a hero journey okay write it as a long form story or screenplay or create a video or a plan a painting or a collage so នៅក្នុងមួយនេះកូនមើលមកកូនមើលឃើញអត់ចឹងកូនស្រឡាញ់លេខប៉ុន្មានមុនដំបូងបើកូនចង់រើសកូនមើលលេខសិនតែកូនចង់ស្រឡាញ់លេខមួយណាចាំកូនមើលអក្សរអូខេចឹងវាល្អជាងគេថាអារម្មណ៍យើងវាទាញចង់ដឹងហ្នឹងហើយជាការលេងឬមួយក៏កូនអាចនឹងទទួលបាននៅរឿងមួយដែលជា adventure នៅថ្ងៃខាងមុខគេថាការសងព្រេងរបស់កូននៅក្នុងមួយឆ្នាំហ្នឹងវានឹងមានរឿងអីបន្ថែមទៀត
yeah គេចង់បញ្ជាក់ដូចគ្នាអញ្ចឹងអូខេ your hero's journey អូខេនឹងជាគេផ្លូវរបស់កូនអូខេ so ហ្នឹងហើយម៉ែមានតែប៉ុណ្្នឹងទេចំពោះអ្នកទាំងអស់គ្នា so អរគុណច្រើន see you next time bye bye